បន្ទាប់ពីចំនួនបានផ្ទុះឡើងរយៈពេល1ខែប្រទេសយេម៉ែនតាមរយៈក្រុមហ៊ូទីបានឈានជើងចូលក្នុងចំនួនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដោយបានបាញ់មីស៊ីលជាច្រើនគ្រាប់សម្ដៅទៅកាន់អ៊ីស្រាអែលទន្ទឹមនឹងនោះក្រុមហេសប៊ូឡាក៏កំពុងប្រយុទ្ធជាមួយអ៊ីស្រាអែលដោយមានការគាំទ្រពីអ៊ីរ៉ង់ផងដែរយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នេះជាលើកដំបូងដែលអ៊ីរ៉ង់ប្រើប្រាស់ក្រុមតំណាង Proxy Group ដើម្បីវាយប្រហារដោយផ្ទាល់បែបនេះដែលពីមុនអ៊ីរ៉ង់គ្រាន់តែផ្ដល់ការគាំទ្រពីក្រោយជាពិសេសចំពោះក្រុមប៉ាឡេស្ទីនចម្ងាយរវាងយេម៉ែននិងអ៊ីស្រាអែលមានប្រហែល 2000 គីឡូម៉ែត្រមីស៊ីលភាគច្រើនដែលបាញ់ចេញពីយេម៉ែនត្រូវបានរារាំងនិងកំទេចចោលមិនអាចទៅដល់គោលដៅបានឡើយក្រុមនាវាចម្បាំងអាមេរិកកំពុងឈរជើងនៅសមុទ្រក្រហមដើម្បីស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែនការគំរាមកំហែងនៅច្រកសមុទ្របាប់អែលម៉ាន់ដេបប្រសិនបើចំនួនកាន់តែរីកធំក្រុមហ៊ូទីអាចនឹងព្យាយាមបិទច្រកសមុទ្រនេះដែលមានទទឹងត្រឹមតែ28 គីឡូម៉ែត្រប៉ុណ្ណោះវាជាផ្លូវនាវាចរដ៏សំខាន់ដែលតភ្ជាប់អាស៊ីទៅអឺរ៉ុបអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអ៊ុយក្រែនក៏បានចូលរួមក្នុងស្ថានភាពនេះប្រឆាំងនឹងអ៊ីរ៉ង់ដែរកិច្ចព្រមព្រៀងការពារជាតិប្រធានាធិបតី Zelensky កំពុងធ្វើទស្សនកិច្ចនៅបណ្ដាប្រទេសអារ៉ាប់ដូចជាកាតាអារ៉ាប់រួមដើម្បីចុះកិច្ចព្រមព្រៀងការពារជាតិមួយអ៊ុយក្រែនបានបញ្ជូនអ្នកបច្ចេកទេសប្រហែល200នាក់ទៅកាន់តំបន់នេះដើម្បីជួយទប់ស្កាត់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ពីអ៊ុយក្រែនមានបទពិសោធន៍ច្រើននៅក្នុងការកំទេចដ្រូនអ៊ីរ៉ង់ដោយសាររុស្ស៊ីបានប្រើប្រាស់ដ្រូនទាំងនេះក្នុងសង្គ្រាមនៅអ៊ុយក្រែន